អស់ភ្លេចប្តីចាំងចិត្តស្មោះស៊ូខ្សែបងបាក់ទៅអូនមិនក្បត់បងទេអូនមិនក្បត់បងទេស្រីផាត់បងបាក់ទៅអូនខំធ្ងន់ណាស់តែអូនហ៊ានឆ្លើយបំពេញលើការពិតបងគេគំរាមអូនគេសម្លាប់តបតាបាត់រកសម្លាប់អូនខ្លាចស្លាប់ណាបងបាក់ទៅអូនជាអ្នកសម្លាប់បងអូនអាក្រក់ណាស់បងសម្លាប់អូនទៅអូនមើលជើងបងជឿចិត្តអូនហើយបងមកនេះបងគ្មានសង្ឃឹមថានឹងបានរកឃើញមុខអូនតទៅទៀតដែរតែបងគ្រាន់តែចង់ដឹងថាតើយុទ្ធធម៌សម្រាប់រាជក្រីក្រស្លូតត្រង់ដូចជាពួកយើងនេះមានដែរឬទេน้องหน้าស្រណោះងាយថ្ងៃកាน้องหน้าស្រណោះងាយថ្ងៃកាព្រៀមរាងនឹងស្រីចាស់ទុំចងដៃបាច់កាឲ្យពយយុទ្ធធររកឃើញហើយក្រាបទូលយុទ្ធធម៌រកឃើញហើយត្រូវតែគោរពតាមពិតខ្ញុំម្ចាស់ឈ្មោះមើចើត្រូវជាប្រពន្ធរបស់បងម៉ាក់ថើងម៉ែប្តីបងអើយសុំទាកូនម៉ែមានតែកូនមួយអញ្ចឹងហើយណាបានជាម៉ែនេះខំប្រឹងធ្វើសពគ្រប់បែបយ៉ាងឲ្យតែកូនរស់នៅបានសំណុកមានឋានៈមានទ្រព្យសម្បត្តិមានមុខមានមាត់មានកិត្តិយសខ្ពស់មុខខ្ពស់មាត់នឹងគេម៉ែចង់និយាយពីអីហ្នឹងគឺម៉ែបានលើកកូនទៅឲ្យមើលងួនហើយណាពិធីមង្គលរបស់កូននេះគឺចាប់ផ្ដើមនៅក្នុងថ្ងៃនេះមិនម៉ែចេះដូចឆាដាក់កូនបែបនេះកូនស្រឡាញ់បងតុងកុំរៀបការជាមួយអ្នកផ្សេងជាដាច់ខាតម៉ែក៏ដឹងថាអង្គមហាក្សត្របានប្រទានមង្គលកូនជាមួយនឹងបងតុំហើយកូននឹងបងតុំគឺជាប្តីប្រពន្ធកូនមិនរៀបការជាមួយអ្នកផ្សេងឡើយមិនក៏តាមមិនបានម៉ែណាបានផ្ដាច់អារហាមនោះចេញពីកូននៅក្នុងថ្ងៃនេះហើយម៉ែបានសម្រេចចិត្តរួចហើយថ្ងៃនេះនំមិនធំជាងនេះ
ហ៊ានធ្វើរឿងបែបនេះដាក់កូនផងហ៎កូនស្រឡាញ់បងតុំម៉ែកូនសំវណាម៉ែមិនឈប់មិនធីមគោលការណ៍នេះទៅ គ្មានសិទ្ធិតបអ្វីទាំងអស់មិនតិចទៀតនេះមើលងួនគេបានមកហើយលោកមើលហើយនឹងគណៈអធិបតីគេក៏បានមកដល់ទីនេះដែរបើឯងមិនរៀបការទេគេទៅយករបស់ម៉ែនេះច្បាស់ជាទៅជាប់នឹងអាចលេនហើយក្នូទៅរៀបចំសម្លៀកបំពាក់កូនក្រមុំឲ្យទីភ្លាម កូនសំវណាម៉ែមិនឈប់មិនទីមគោលការណ៍នេះទៅកូនសំវសុំម៉ែដល់កូនផងទៀវកូនទៀវកូនម៉ែអាណិតកូនអញ្ចឹងហើយបានជាម៉ែនេះមិនចង់ឲ្យកូនទៅរស់នៅពិបាកជាមួយនឹងអាតុំនោះណាកូនអាណិតម៉ែផងទៅណាតាមបំណងម៉ែម្ដងទៅណាកូនណាហេតុអីម៉ែមកបញ្ឆោតខ្ញុំម៉ែមិនមែនស្រឡាញ់ខ្ញុំទេគឺម៉ែស្រឡាញ់ខ្លួនឯងច្រើនជាងម៉ែយល់ពីខ្លួនឯងច្រើនជាងអញ្ចឹងទៀវបន្តិចទៀតនេះណាលោកមើលហើយនឹងសាច់ញាតិរបស់គេបានមកដល់ហើយទូទុកភ្នែកទៅណាហើយធ្វើចិត្តឲ្យល្អល្អះកុំធ្វើប្តេជ្ញានាំអាស្រូវដល់ពូជផៅសណ្ដានណូមើលរៀបចំឲ្យកូនទៀវឲ្យបានឆាប់រស់រាន់ផងណាលឺដែរទេចាអ៊ំស្រីខ្ញុំមិននឹកស្មានថាម៉ែពឹសពោឬឆាបែបនេះសោះម្ដាយគេផ្សេងគេចង់ឲ្យកូនសុខកាយចិត្តឯម្ដាយត្បិតចង់សុខឯងមិនក្រែងចិត្តកូនចង់យកយុស្ទួនលក់កូនបដូរប្រាក់ទីទៀវនេះកូនទូរយុទ្ធនាងប្រហើរស់ហ៊ាននាងម្ដាយផងហ៎ឬមិនពិតម៉ែមិនដែលខ្វល់ចិត្តកូនទេម៉ែខ្វល់តែពីកិត្តិយសខ្លួនឯងម៉ែយកឬស្លាប់រស់យកមកបោកបញ្ឆោតកូនឲ្យកូនមកទីនេះហើយម៉ែក៏ដឹងហើយថាកូនស្រេចមកទុំប៉ុណ្ណាម៉ែលក់កូនស៊ីម៉ែបំផ្លាញសេចក្តីសុខកូនខ្លួនឯងម៉ែវាយទៀតមកម៉ែវាយទៀតមក អីអ៊ំស្រីអូនទាគ្មានអំណងថាអ៊ំបែបហ្នឹងទេ ខ្ញុំមានខ្ញុំចង់ថាឲ្យម៉ែជាខ្លាចរបស់ខ្ញុំឲ្យគាត់វាយខ្ញុំទៅគាត់ដែលបង្កើតខ្ញុំមកគាត់មានសិទ្ធិគាត់ចង់ធ្វើអីក៏បានដែរលើរូបរាងកាយខ្ញុំមួយនេះតែខ្ញុំសូមប្រាប់ម៉ែណាប្រាប់ម៉ែឲ្យជាថាបេះដូងខ្ញុំមកវាមិនតាមម៉ែទេទោះម៉ែឲ្យខ្ញុំកៅ10 ដង100 ដងក៏បេះដូងខ្ញុំមានតែប្តីខ្ញុំម្នាក់គាត់នោះគឺជាបងតមម៉ែលឺអញលឺហើយអញចាំថាឯងនេះនឹងអរគុណអញបានដល់របៀបណារវាងប្តីដែលឯងជ្រើសដោយខ្លួនឯងនិងប្តីដែលយើងជាអ្នកជ្រើសរើសឲ្យនោះថាវាបានដាប់កន្លងរបៀបណាហើយចាំទុកណានឹងទៀវ
ថាដាំចង្ក្រានឲ្យប្រមាណឆ្នាំបើមិនដូច្នោះទេណាវានឹងរលេះរលួយឆ្នាំអស់ទៅហើយក្នុងថ្ងៃនេះមុនថ្ងៃត្រង់ណាត្រូវរៀបចំនាងទាវឲ្យរួចរាល់ហើយបើកិច្ចការនេះខ្លះធ្លុយណានាងឯងក៏មិនរួចខ្លួនដែរទាវឲ្យបងសុំទោសផងដែលបងជួយអីប្អូនបាន អត់ទេបងណូបងជួយប្អូនបានសូមបងទៅប្រាប់បងទុំឲ្យមកជួយខ្ញុំផងបងក៏ដឹងដែរថាអូនស្រឡាញ់បងទុំប៉ុណ្ណាសូមបងជួយអូនផងណា តែរឿងនេះវាពិបាកណាស់តែបងជួយឯងយ៉ាងម៉េចទៅបើអ៊ំស្រីដឹងបងប្រកាសជាមិនរស់ទេ បើសិនជានៅក្នុងលោកនេះគ្មានបងអូនក៏មិនរស់ដែរអូនកុំធ្វើអញ្ចឹងណាអូនត្រូវតែរស់ដោយមានក្តីសុខជាមួយបងតុំណាបងណូបងនឹងជួយអូនណាអរគុណបងបងតុំអូនមិនអាចរកគ្មានបងបាននោះទេបងត្រូវតែឆាប់មកជួយអូនវិញណា